ជំរាបសួរខ្ញុំបាទឈ្មោះលេងរ៉ុនជាប្រធានដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបហើយថ្ងៃនេះជាថ្ងៃទិវាជាតិបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងបច្ចេកទេសដែលប្រារព្ធឡើងលើកទី8បាទហើយសម្រាប់ដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មថ្ងៃនេះបានយកមកតាំងបង្ហាញដូចជាមានខុកថែលហើយយើងហៅខុកថែលគឺស្រាក្លុកទៀតតាក់ទងទៅនឹងការសេតតុកដែលនៅក្នុងសេវាកម្មភោជនីយដ្ឋានឬយើងហៅថាសេវាកម្មម្ហូបអាហារនិងភេសជ្ជៈបាទហើយនៅក្នុងដេប៉ាតឺម៉ង់គ្រប់គ្រងពាណិជ្ជកម្មផងដែរមានការបណ្ដុះបណ្ដាលពីកម្រិតថ្នាក់បញ្ញាបត្រទី1ថ្នាក់បញ្ញាបត្រមានជំនាញគណនេយ្យ marketing ធនាគារហិរញ្ញវត្ថុគ្រប់គ្រងទូទៅហើយមួយវិញទៀតយើងក៏មានតាក់ទងទៅនឹងទេសចរនិងបដិសណ្ឋារកិច្ចបាទហើយកម្រិតបញ្ញាបត្រមួយវិញទៀតនៅក្នុងនោះក៏យើងមានការបណ្ដុះបណ្ដាលតាក់ទងទៅនឹង 1.5 លាននាក់ផងដែរដែលមានជំនាញដូចជាសេវាកម្មរដ្ឋបាលសេវាធុរកិច្ចភេសជ្ជៈនិងសេវាកម្មភោជនីយដ្ឋានបាទកម្រិត1 2និង3បាទសូមអរគុណ